بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين وعلى آله وصحبه أجمعين السلام عليكم ورحمة الله وبركاته الحمد لله ថ្ងៃនេះយើងនឹងបន្តចូលទៅក្នុងមេរៀនទី1របស់យើងនិយាយអំពីអនិកាអាពាហ៍ពិពាហ៍នៅក្នុងមេរៀនអាពាហ៍ពិពាហ៍ تعريف النكاح និយមន័យអាពាហ៍ពិពាហ៍ النكاح لغة الضم والجمع និកាសតាមន័យភាសាមានន័យថាការភ្ជាប់និងការប្រមូលផ្ដុំ ضم ការភ្ជាប់ والجمع ការប្រមូលផ្ដុំ يقال تناكحت الأشجار إذا تمايلت គេនិយាយថានៅពេលដើមឈើទាំងឡាយបត់បែនទៅរកគ្នាវាខ្យល់បក់មកវារត់រេទៅរកគ្នា وانضم بعضها إلى بعض ហើយដើមឈើខ្លះភ្ជាប់ចូលគ្នាជាមួយដើមឈើខ្លះទៀតមានថាមែករបស់វាហ្នឹងវាទៅភ្ជាប់ជាមួយនឹងមែកមួយទៀត والنكاح شرعا عقد يتضمن إباحة استمتاع كل من الزوجين بالآخر على الوجه المشروع ចំណែកតាមន័យហុគមសារ៉ាអាពាហ៍ពិពាហ៍គឺជាការសន្យាគឺជាកិច្ចសន្យាមួយដែលអនុញ្ញាតឲ្យប្តីនិងប្រពន្ធទទួលបានភាពសុខស្រួលពីគ្នាទៅវិញទៅមកតាមវិធីសាស្ត្រដែលអ៊ូហ្កាម៉ាបានអនុញ្ញាតតាមន័យហុគមសារ៉ា وسمي بذلك لأنه يجمع بين شخصين វាត្រូវបានគេហៅថានិកាសនោះពីព្រោះវាភ្ជាប់មនុស្សពីរនាក់ឲ្យទៅនៅជាមួយគ្នា ويضم أحدهما إلى الآخر ហើយធ្វើឲ្យម្នាក់ភ្ជាប់ទៅនឹងម្នាក់ទៀត والعرب تستعمل لفظ النكاح بمعنى العقد ជនជាតិអារ៉ាប់ប្រើពាក្យនិកាសក្នុងន័យកិច្ចសន្យាអាពាហ៍ពិពាហ៍ وبمعنى الوضع والاستمتاع ហើយក៏ប្រើក្នុងន័យការរួមរយៈ និងការទទួលភាពបានសុខស្រួលពីគ្នាផងដែរ istimta ទទួលបានភាពសុខស្រួលពីគ្នា wati ការរួមរយៈរវាងប្តីប្រពន្ធ لكن النكاح حقيقة يطلق على العقد ប៉ុន្តែអត្ថន័យពិតប្រាកដនៃពាក្យនិកាសគឺសំដៅលើកិច្ចសន្យាអាពាហ៍ពិពាហ៍ ويستعمل مجازا في الوضع រីឯការប្រើវាក្នុងន័យសំដៅលើការរួមរយៈរវាងប្តីប្រពន្ធគឺជាការប្រើក្នុងន័យប្រៀបធៀបតែប៉ុណ្ណោះ مجازا وعامة استعمال
القرآن للفظ النكاح إنما هو في العقد لا في الوضع ជាទូទៅការប្រើពាក្យ nikah នៅក្នុងអល់កុរអានគឺសំដៅលើកិច្ចសន្យាអាពាហ៍ពិពាហ៍មិនមែនសំដៅលើការរួមរយៈប្តីប្រពន្ធនោះទេ ومنه قوله تعالى ក្នុងចំណោមនោះដូចជាអល់ឡោះបានហ្វីរម៉ានថា أعوذ بالله من الشيطان الرجيم يا أيها الذين آمنوا إذا نكحتم المؤمنات ثم طلقتموهن من قبل أن تمسوهن فما لكم عليهن من عدة تعتدونها មានន័យថាបណ្ដាអ្នកដែលមានអ៊ីម៉ាននៅពេលដែលពួកអ្នកបានរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីមូស្លីមស្ត្រីអ៊ីស្លាមហើយបន្ទាប់មកបានលែងលះពួកនាងមុនពេលរួមរយៈជាមួយពួកនាងនោះពួកនាងមិនមានអ៊ីដាស់ដែលពួកអ្នកត្រូវរាប់នោះទេសូរ៉ាអាហ្សាបអាយ៉ាទី49 ហើយនៅក្នុងអាយមួយទៀត ومعنى نكحتم المؤمنات អត្ថន័យនៃពាក្យ نكحتم المؤمنات គឺ عقدتم عليهن ពួកអ្នកបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយពួកនាង عقدتم عليهن ពួកអ្នកបានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយពួកនាង بدليل قوله ផុសតាងនោះគឺ firman របស់អល់ឡោះ Subhanahu wa ta'ala ثم طلقتموهن من قبل أن تمسوهن អល់ឡោះ firman ថាបន្ទាប់មកពួកអ្នកបានលែងលះពួកនាងមុនពេលប៉ះពាល់ពួកនាង ثم طلقتموهن من قبل أن تمسوهن فمعناه طلقتموهن قبل المسيس មានន័យថាពួកអ្នកបានលែងលះពួកនាងមុនពេលរួមរស់ជាមួយប្តីប្រពន្ធ وهو الوضع والدخول ហើយនៅទីនេះមានន័យថាការរួមរយៈវត្តអ៊ីការរួមរយៈនិងការចូលរួមរស់នៅជាប្តីប្រពន្ធវត្តអ៊ីរួមរយៈវត្តឌូខូលការចូលរួមរស់នៅជាប្តីប្រពន្ធនឹងគ្នាអល់ឡោះចឹងថ្ងៃនេះយើងរៀនប៉ុណ្ណឹងសិនហើយនៅវីដេអូក្រោយយើងនឹងបន្តអំពីមេរៀនយើងបន្តទៅទៀត وبالله توفيق والهداية السلام عليكم ورحمة الله وبركاته